គ្រប់ជំរាបសួរបងប្អូនពុទ្ធបរិស័ទខ្ញុំបាទឈ្មោះព្រិញសវុតនៅក្នុងវីដេអូនេះខ្ញុំបាទសូមបង្ហាញជូននៅវឌ្ឍនភាពនៃការសាងសង់ព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្រនៅលើខ្នងភ្នំបូកគោដោយដែលបងប្អូនបានដឹងរួចមកហើយថាគម្រោងសាងសង់ព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្រនៅលើខ្នងភ្នំបូកគោគឺជាព្រះពុទ្ធបដិមាដែលធំនិងខ្ពស់ជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាខាងក្រោមនេះជារូបភាព 3D នៃគម្រោងសាងសង់ដែលត្រូវបានបែងចែកជា3ផ្នែកសំខាន់ផ្នែកទី1គឺខឿនដែលត្រូវបានរៀបចំសម្រាប់តម្កល់ព្រះពុទ្ធបដិមាអង្គតូចៗចំនួន 84,000 អង្គផ្នែកទី2គឺបល្ល័ង្កផ្កាឈូកដែលបានបញ្ចប់ការសាងសង់រួចរាល់ហើយផ្នែកទី3គឺតួព្រះកាយព្រះអង្គដែលកំពុងបន្តការសាងសង់យ៉ាងមមាញឹកបងប្អូនពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាចង់ភ្ជាប់ឧបនិស្ស័យនៅក្នុងការកសាងព្រះពុទ្ធបដិមាដ៏ធំនេះអាចចូលរួមភ្ជាប់និស្ស័យទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួនសម្រាប់ព័ត៌មានបន្ថែមបងប្អូនពុទ្ធបរិស័ទអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះសូមអរគុណ